បងប្អូនស្ដាប់បន្តិចហើយចុះបើអញអត់ចង់ការពីឯងរត់ចោលជួទៅថែងការងាររបស់ឯងហ៎អញនឹងទៅចាប់ឯងចូលទៅហ៊ានមែនឬមកក៏ឯងចង់ខ្លួនឯងអីអាចជួយម្ដាយនេះចឹងមកឈួតចាអាចឈួតយ៉ាងមិនដែរបងប្អូនអរគ្នាបន្ទាប់ពីបានឮសម្ដីមីថោកទាបនេះហើយបងប្អូនមានអារម្មណ៍មិនដែរសម្រាប់ខ្ញុំវិញខ្ញុំមានអារម្មណ៍ថាខ្ញុំក្តៅខ្ញុំខឹងហើយនេះគឺជាមុខមីថោកទាបហ្នឹងបងប្អូនទាំងអស់គ្នាជួយ share វីដេអូនេះមួយដើម្បីឲ្យកងកម្លាំងអន្តរាគមន៍ទៅលើរឿងនេះពីព្រោះអីវាមិនមែនជារឿងធម្មតាទេខ្ញុំសម័យឃើញរឿងលើបរិយាមួយណាគ្រាន់តែមានបារមីគ្រូកាន់នេះណាចាប់គ្នាដាក់គុកទាំងមានផ្ទៃពោះតែមីមួយនេះមិនអាចលើកលែងឲ្យបានទេត្រូវតែមានវិធានការឲ្យច្បាស់ពីព្រោះមីនេះដៀលប្រមាថវិរៈភាពកងទ័ពសម្បើមណាណាបងប្អូនទាំងអស់គ្នានេះគឺជាមុខមីថោកទៀតហ្នឹងshare ម្នាក់មួយបាទ share ម្នាក់មួយឲ្យបានឃើញខ្ញុំសង្ឃឹមថាកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់វាឲ្យបានហើយយកវាមកបង្ហោះជាសាធារណៈដើម្បីឲ្យមហាជនបានឃើញថាសម្ដីដ៏សែនថោកទាបរបស់វានេះវាអាចនិយាយមកបានហ្នឹងវានិយាយហ្នឹងគឺវាបៀមអីមកនិយាយបាទវាបៀមអីមកនិយាយបាទខ្ញុំខឹងណាបងប្អូនអរគ្នាញ័រស្អីអត់ឆាញ់ហើយខ្ញុំកំពុងតែស្វែងរកមុខបាទរកមុខមីម្ចាស់សម្លេងហ្នឹងឥឡូវខ្ញុំរកឃើញបងប្អូននេះមុខមីសណ្ដាននេះមីនេះសណ្ដានឆ្កែសុតតំណងបាទវាមិនដឹងថាវាគិតអីទេហើយរកស៊ីបោកប្រាស់ទំនុកចិត្តបាទបោកប្រាស់ទំនុកចិត្តទៀតអញ្ចឹងខ្ញុំសង្ឃឹមថាកម្លាំងសមត្ថកិច្ចនឹងស្រាវជ្រាវចាប់វាឲ្យបានចាប់វាបានហើយត្រូវមានទោសបែបណាខ្ញុំគាត់ថាបើមិនចាប់វាមកផ្ដន់ទីទោសទេគឺចប់ហើយបាទដូចលើបរិយាអញ្ចឹងគ្នាមានផ្ទៃពោះផងអីផងចាប់គ្នាដាក់គុកមីនេះខ្លាំងជាងលើបរិយាទៀតអញ្ចឹងគួរតែមានវិធានការឲ្យបានច្បាស់លាស់ចាប់វាបានបាទ